នាយកប្រតិបត្តិបានបំផ្លាញការណាត់ជួបกับនៃរបស់ហើយនិយាយប្រាក់ខែប្រចាំខែរបស់អ្នកមានលុយត្រឹមតែ20,000យន់ប៉ុណ្ណោះប៉ុន្តែនាងមិនដឹងហើយដល់ស្រីថាវាមិនអីទេនាងមិនបានសូម្បីតែក្រីក្រយ៉ាងនេះក៏មិនអាចបំភ័យនាងចេញបានដែរប្រតិបត្តិគ្រាន់តែបញ្ចេញចលនាចុងក្រោយរបស់គាត់បានកុហកហើយនិយាយថាគាត់បានបុកឡើងក្នុងពុទ្ធសំខាន់ប្រហែលជាមិនអាចមនុស្សជាតិឲ្យខ្ញុំមិនដែលរំពឹងថាក្មេងស្រីនោះមានការចាស់ជាងអ្នកមិនសមរម្យហើយខ្ញុំមិនទៅទេយើងជាគូដ៏ល្អឥតខ្ចោះហើយដើម្បីយើងមិនតោះយើងទៅយកសម្បត្តិអាពាហ៍ពិពាហ៍ថ្ងៃនេះប្រធានាធិបតីវិញមានអារម្មណ៍ភ្ញាក់ផ្អើលពួកគេមិនដឹងទេថាចិត្តរបស់ស្ត្រីគាត់មានអារម្មណ៍រីករាយជាខ្លាំងរួចទៅហើយដោយគិតថាជារៀបការជាមួយមនុស្សលាក់ពុតទាំងនោះនារីវ័យក្មេងមានទ្រព្យស្តុកស្តម្ភដែលប្រព្រឹត្តខ្លួនដូចជានារីគួរចាប់អារម្មណ៍អ្នករៀបការពួកគេមិនដឹងថាអ្នកទាំងពីរពិតជាយល់ច្រឡំនោះទេខ្ញុំបានសុបិនឃើញដោយចៃដន្យអំពីការណាត់ជួបដោយស្រឡាញ់របស់ពួកគេមិនដែលនឹកស្មានថាវាវាសនាដ៏អាក្រក់មួយខ្ញុំបានជួបមនុស្សម្នាក់ស្នេហាហើយមិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏ចូលគេខ្ញុំមានវិញ្ញាណបន្តហើយខ្ញុំគិតថាមានសម្បត្តិត្រូវបានដោះស្រាយចុងនឹងមិនបង្ខំខ្ញុំទេការជាមួយកូនប្រុសរបស់គាត់ដែលខ្ញុំមិនដឹងថាភីគីម្ខាងទៀតពិតជាខ្ញុំមិនជឿថាខ្ញុំរៀបការហើយទេសំបីតែត្រៀមខ្លួននាំកូនប្រុសរបស់គាត់មកវិញបង្ខំឲ្យអង្គរឆែនដោយគ្មានអ្នកណាត្រូវពឹងផ្អែកនាងគ្មានបានហៅលេរបស់នាងឲ្យជួយដោយមិននឹកស្មានដល់ប្រធានាធិបតីភ្លាមបង្ហាញខ្លួនជាមួយអង្គរៈនៅផ្ទះស្ត្រីនោះគិតថាស្វាមីរបស់គាត់ដែលបានចូលខ្លួនឯងប៉ុន្តែពេលនាងត្រូវគេគំរាមកំហែងនៅក្នុងគ្រាដ៏លំបាកបំផុតរបស់ខ្ញុំអាចហៅឲ្យស្វាមីរបស់ខ្ញុំពួកគេមិនដឹងទេថាវាដោយសារតែការហៅទូរស័ព្ទរបស់នាងប្រធានាធិបតីបានបោះបង់ចោលភ្លាមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំពុងស្ថិតក្នុងការរៀបចំឲ្យបន្ទាប់មកយកភ្លាមអង្គរៈបានប្រញាប់ប្រញោលទៅរកនាងក្មេងស្រីនោះបានឃើញវាជាខ្សែជីវិតដូចស្មៅពួកគេបានប្រញាប់ប្រញោលឆ្ពោះទៅចំណុចសំខាន់តែឪពុករបស់ហ្សាដែលបានគ្រោងទុកថានាងបានលក់វាទៅឲ្យមនុស្សល្ងងម្នាក់មិនថាមានរឿងអ្វីកើតឡើងក៏ដោយពេលឃើញបែបនេះលោកប្រធានាធិបតីបានបញ្ជាឲ្យប្រញាប់ប្រញោលទៅមុខដើម្បីការពារប្រពន្ធនិងម្ដាយក្មេងស្រីនោះសួរដោយទឹកមុខងឹងឆ្ងល់នាងជានរណាក្មេងស្រីនោះគិតថាសៀវប្រហែលជាមិនចង់ទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេភាពនឹងរកលេសដើម្បីចេញពីវាហើយនៅពេលនោះលោកប្រធានាធិបតីពិតជាបានបោះជំហានទៅមុខគាត់កាន់ដៃនាងយ៉ាងណែនសួស្ដីមីងខ្ញុំជាស្វាមីរបស់យីឈិនលូហ្វេងក្មេងស្រីនោះមិនដែលនឹកស្មានថាសៀវការចូលរៀនបែបបើកចំហនឹងលើសពីការរំពឹងអីទេភ្នែករបស់គាត់ពោពេញដោយការភ្ញាក់ផ្អើលនិងរីករាយនេះវាគ្រាន់តែដោយសារតែនាងតែងតែគិតថាការបញ្ឈប់ការងារទាំងនោះគឺដើម្បីដោះស្រាយតែជាមួយខ្លួនឯងប៉ុណ្ណោះពួកគេមិនដឹងទេថានៅពេលជួបគ្នាលើកដំបូងនាយកប្រតិបត្តិបានលងស្នេហ៍នឹងនាងស្ត្រីរហូតដល់ខ្ញុំឃើញប្រពន្ធខ្ញុំជ្រើសរើសជាពិសេសសង្ហារឹមបញ្ចុះតម្លៃតាមរដូវកាលគឺសំលុយសម្រាប់ខ្លួនឯងនាយកប្រតិបត្តិគ្រាន់តែដោយដឹងថាវាជាការយល់ច្រឡំមួយនៅលើផ្នែករបស់ខ្ញុំវាបង្ហាញថាប្រពន្ធមិនដែលពិសេសអ្វីនោះទេខ្ញុំស្ដាយក្រោយយ៉ាងខ្លាំងដែលបានទិញត្រីមាសគាត់ធ្វើពុតជាអ្នកក្រហើយរៀបការជាមួយនាងពួកគេបានរៀបការហើយសម្រេចចិត្តថាពួកគេត្រូវតែបន្តរៀបការសម្រាប់នាងតើអ្នកណានឹងគិតថាវាដល់ពេលត្រឹមត្រូវដើម្បីចាក់ចេញប្រពន្ធចិត្តអាក្រក់បងស្រីចំអកភ្លាមដោយមិនគិតអ្នកក្រណាស់ឥឡូវនេះយកព្រមខ្ញុំជ្រើសរើសតែតំណែងដែលមានការបញ្ចុះតម្លៃនឹងទៅក្រៅរបស់អ្នកទេដែលឈឺលុះត្រាតែអ្នកមានភាពមើងម៉ាត់ទើបមិត្តប្រុសរបស់អ្នកបានជ្រើសរើសខ្ញុំប្រធានាធិបតីបានចាប់ផ្ដើមសរសេរជាភាសាចិនបុរាណនិងបោកប្រាស់គ្នាទៅវិញទៅមកស្ត្រីដែលមានល្បិចកដែលត្រូវបានប្រឆាំងបរិយាកាសតានតឹងខ្លាំងហើយគាត់បានស្រែកឡើងដោយមិនចង់បានក្រស្អុយហើយហើយអ្វីបានជាអ្នកនិយាយបែបនេះដាក់ខ្ញុំអាំនោះល្មងហាងលក់គ្រឿងសង្ហារឹមអ្នកគ្រប់គ្រងបានជួបអ្នកគ្រប់គ្រងទូទៅដោយចៃដន្យសន្មតថាភីគីម្ខាងទៀតកំពុងមកពីអ្នកនាងបានឈ្នះពានរង្វាន់យ៉ាងឆាប់រហ័សនៅកន្លែងការិយាល័យនាយកប្រតិបត្តិមិនបានត្រឡប់មកផ្ទះវិញត្រឡប់មកពេលវិញខ្ញុំបានជួបនឹងភៀវដោយមិននឹកស្មានដល់ខ្ញុំហត់នឿយណាស់ដោយសារធ្វើការដោយរាប់ឆ្នាំគាត់មួយគេងភ្លាមនាយកប្រតិបត្តិក៏មានអារម្មណ៍ជាខ្ញុំមានអារម្មណ៍ថាមានកំហុសពេលគិតឡើងវិញអំពីរបៀបដើម្បីដោះស្រាយជាមួយក្រុមគ្រួសារនិងក្មេងស្រីតាមកិច្ចសន្យាការព្រួយបារម្ភអំពីភីគីម្ខាងទៀតគឺជាអ្នកជីកមាសម្នាក់ដែលបានលាក់វាដោយចេតនាគាត់ស្គាល់អត្តសញ្ញាណនាយកប្រតិបត្តិរបស់គាត់ប៉ុន្តែថាប្រពន្ធគាត់ពិតជារស់នៅមែនការលំបាកបែបនេះប៉ុន្តែវាធ្វើឲ្យគាត់កាន់តែមិននឹកស្មានដល់បើទោះបីជាយ៉ាងនេះក្តីក្មេងស្រីនោះមិនមានអារម្មណ៍អ្វីចំពោះខ្លួនឯងប្រធានាធិបតីបានត្អូញត្អែប៉ុន្តែមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះនាងវិញភ្លាមដូច្នេះនៅថ្ងៃបន្ទាប់ខ្ញុំបាននាំយកមកជាពិសេសបានទៅទិញអីវ៉ាន់ប៉ុន្តែមិននឹកស្មានដល់ដើម្បីសន្សំប្រាក់កូនប្រុសបានជ្រើសរើសពួកវាទាំងអស់សុទ្ធតែជាទំនិញបញ្ចុះតម្លៃក្រៅរដូវកាលលោកប្រធានាធិបតីមានអារម្មណ៍សោកសៅយ៉ាងខ្លាំងហើយត្រង់នឹងនាងទៅវាត្រឹមត្រូវហើយបងស្រីច្បងដែលមានល្បិចករបស់ក្មេងនោះភ្លាមខ្ញុំមិនដែលរំពឹងថាអ្នកនឹងដូចនេះឥឡូវនេះខ្លាំងណាស់ដែលពួកគេអាចមានលទ្ធភាពបញ្ចុះតម្លៃរបស់របរក្រៅរដូវកាលណាប្រាប់អ្នកឲ្យយកពូមិត្តប្រុសរបស់អ្នកគ្មានប្រយោជន៍ទេនោះហើយជាមូលហេតុដែលគាត់អ្នកចោលហើយជ្រើសរើសខ្ញុំនាយកប្រតិបត្តិចិនបុរាណបានបញ្ចេញអំណាចត្រួតត្រារបស់ខ្លួនភ្លាមរបៀបការពារប្រពន្ធស្ត្រីមានល្បិចកភ្លាមប្រធានាធិបតីខឹងខ្លាំងណាស់ហើយនៅយប់នោះខ្ញុំមានគម្រោងស្វែងរកឱកាសដើម្បីនៅជាមួយចៅប្រពន្ធបានសារភាពអត្តសញ្ញាណរបស់ខ្លួនប៉ុន្តែមិននឹកស្មានដល់នោះក៏រត់មករកហើយភ្លាមនោះគាត់បានបុកនាងចំហើយភ្នែករបស់ពួកគេបានជួបគ្នានៅពេលនោះប្រធានាធិបតីពិតជាយ៉ាងណាមិញចំពោះភរិយាដែលមានកិច្ចសន្យាខ្ញុំមានអារម្មណ៍ថាញ័រ